សូមជម្រាបសួរប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នានៅក្នុងថ្ងៃនេះខ្ញុំមានរឿងរន្ធត់មួយរឿងទៀតទៅហើយដែលនឹងយកមកនិទានជូនលោកអ្នកស្ដាប់ទុកជាការកម្សាន្តតោះឥឡូវយើងចូលទៅសាច់រឿងទាំងអស់គ្នានៅភូមិតូចមួយដែលលាក់ខ្លួននៅជិតមាត់ស្ទឹងជុំវិញដោយដើមឈើចាស់ៗនិងផ្ទះឈើបុរាណដែលឈរពាន់ដារគ្នាខ្ញុំបានធំឡើងក្នុងភាពស្ងប់ស្ងាត់បែបជនបទកាលនៅតូចជើងខ្ញុំនៅក្រហមដោយធូលីដីខៀវតែងតែអង្គុយស្ដាប់រឿងនិទានចម្លែកៗពីចាស់ៗនៅពេលមេឃចាប់ផ្ដើមងងឹតរឿងទាំងនោះមិនមែនសម្រាប់ក្មេងៗស្ដាប់លេងទេប៉ុន្តែជារឿងរ៉ាវដែលធ្វើឲ្យអ្នកភូមិអាយុជាង80ឆ្នាំនៅតែចងចាំយ៉ាងច្បាស់នេះជារឿងមួយក្នុងចំណោមនោះដែលខ្ញុំនៅចាំជាប់ក្នុងខួរក្បាលតាំងពីល្ងាចមួយនៅឆ្នាំ1997នៅល្ងាចនោះព្រះអាទិត្យទើបតែលិចទៅក្រោយជួរដើមឈើខ្ញុំអង្គុយលេងនៅមាត់ស្ទឹងជើងត្រាំក្នុងទឹកត្រជាក់ភូមិស្ងាត់ជ្រងំសំឡេងទឹកហូរពពើនគឺជាសញ្ញាតែមួយគត់នៃជីវិតផ្ទះឈើនៅខាងនោះដែលគ្រួសារខ្ញុំនិងអ្នកជិតខាងប្រើរួមគ្នាឈរស្ងៀមនៅក្បែរកំពង់ខ្ញុំកំពុងអង្គុយបណ្ដើរលេងបណ្ដើរឮសំឡេងច្រៀងបទចាស់ៗដែលឪពុកខ្ញុំធ្លាប់ចាក់នៅលើកាសែតចាស់ពេលនោះខ្ញុំងើបមុខឡើងស្រាប់តែឃើញស្ត្រីម្នាក់ឈរនៅច្រាំងទល់មុខនាងឈរឆ្ងាយស្រមោលខ្មៅនៅក្នុងពន្លឺល្ងាចដែលស្រអាប់ស្ទឹងធំណាស់ហើយខ្ញុំមើលមិនច្បាស់នាងឈរក្បែរគុំស្មៅកន្លែងដែលគ្មានផ្លូវចូលព័ទ្ធជុំវិញដោយព្រៃស៊ប់ខ្ញុំគិតថាប្រហែលជាអ្នកភូមិណាម្នាក់ប៉ុន្តែមានអ្វីមួយខុសប្លែកនាងឈរថ្មឹងសម្លឹងមកខ្ញុំប៉ុន្តែផ្នែកខាងលើនៃខ្លួននាងហាក់បាត់ទៅក្នុងស្រមោលដើមឈើខ្ញុំក្រោកឡើងដើម្បីត្រឡប់ទៅផ្ទះស្រាប់តែនាងធ្រួចលនារាងកាយរបស់នាងគ្មានក្បាលគ្មានមុខគ្រាន់តែរាងខ្លួនប៉ុណ្ណោះដើរទម្លុះចូលទៅក្នុងព្រៃឆ្កែខ្ញុំអាខ្មៅស្រែកព្រុសឡើងសំឡេងវាអូសបន្លាយចម្លែកខុសពីធម្មតាខ្ញុំរត់ចូលផ្ទះបេះដូងលោតញាប់ខ្ញុំរត់ចង្គៀងប្រេងពន្លឺរលើបបំភ្លឺបន្ទប់ខ្ញុំអង្គុយគៀនជញ្ជាំងចាំឪពុកម្ដាយត្រឡប់មកពួកគាត់មកដល់ខ្ញុំប្រាប់ពីអ្វីដែលឃើញប៉ុន្តែគាត់មិនជឿពួកគាត់របួលនិយាយពីភ្លឺភូមិដែលត្រូវជួសជុលហើយប្រាប់ថាគ្មានអីទេកូនកុំគិតច្រើនប៉ុន្តែតាំងពីថ្ងៃនោះខ្ញុំមិនស្រួលខ្លួនយប់ខ្លះខ្ញុំសុបិនអាក្រក់ឃើញស្ត្រីគ្មានក្បាលអង្គុយនៅជ្រុងបន្ទប់ឬឮសំឡេងខ្សឹបខ្ញុំតែងភ្ញាក់នៅម៉ោងប្រហែល 4:55 ព្រឹកបន្ទប់ងងឹតស្ងាត់ឈឹងបេះដូងខ្ញុំលោតញាប់មែនទែនភូមិរបស់ខ្ញុំចាប់ផ្ដើមមានរឿងចម្លែកអ្នកភូមិនិយាយពីស្រមោលចម្លែកនៅមាត់ស្ទឹងឬសំឡេងខ្យល់បក់ដែលស្ដាប់ទៅដោយសំឡេងយំប៉ុន្តែរឿងដែលគួរឲ្យចាប់អារម្មណ៍ជាងគេគឺជីវិតរបស់មីងមុខស្ត្រីមេម៉ាយដ៏កំសត់មីងមុខជាមនុស្សស្រីប៉ុន្តែធ្វើការដោយបុរសឡើងថ្នោតរាល់ថ្ងៃប្រឈមនឹងកម្ដៅថ្ងៃនិងកម្ពស់ដ៏គ្រោះថ្នាក់ដើម្បីចិញ្ចឹមកូនស្រីនិងកូនប្រុសប្តីរបស់គាត់បានភឹតក្បត់លួយមានប្រពន្ធចុងហើយចាក់ចែងទៅរស់នៅជាមួយស្ត្រីថ្មីទុកឲ្យមីងមុខនៅជាមួយកូននិងមិនទុកធ្ងន់អ្នកភូមិអាណិតគាត់ណាស់គាត់ធ្វើការមិនឈប់ទោះឈឺក៏ទៅឡើងថ្នោតព្រោះបើឈប់កូននឹងអត់អីហូបពេលកូនស្រីគាត់ឈឺធ្ងន់គាត់លក់ដីផ្ទះដើម្បីសងបំណុលនិងព្យាបាលកូនគាត់ផ្លាស់គេរស់នៅខុនខ្ទុំតូចមួយនៅលើដីអ្នកភូមិដោយសុំស្នះបណ្ដោះអាសន្នគាត់បែកបន្លែព្រៃនិងស្អែកស្ដាវយកទៅលក់ឬហូបជាមួយកូនម្ដាយខ្ញុំធ្លាប់ជួយទិញខ្ទាក់ថ្នោតពីគាត់ហើយខ្ញុំក៏ធ្លាប់យកសម្លជូនគាត់ផងដែរប៉ុន្តែជីវិតគាត់កាន់តែលំបាកគាត់ធ្លាក់ចូលឈឺសំបីតែក្រោកដើរក៏លំបាកថ្ងៃមុនគាត់បាត់ខ្លួនកូនគាត់យំសោកនៅក្នុងខ្ទមអ្នកភូមិរួមគ្នាស្វែងរកគាត់អស់5ថ្ងៃតែមិនឃើញនៅថ្ងៃទី6ពួកគេបានរកឃើញគាត់នៅលើដើមថ្នោតសាកសពគាត់ហាមឡើងភ្នែកបៅធំអណ្ដាតធ្លាក់ចេញក្លិនស្អុយគួរឲ្យខ្លាចហើយអ្នកភូមិតស៊ូយកសពគាត់ចុះខ្សែចងជាប់នឹងចង្កេះធ្វើឲ្យរាងកាយគាត់បត់ជាពីរខ្ញុំនិងក្មេងៗផ្សេងទៀតឈរមើលពីចម្ងាយខ្ទប់ច្រមុះភ័យខ្លាចក្រោយមកភូមិចាប់ផ្ដើមមានរឿងគួរឲ្យខ្លាចយប់មើលមានភ្លៀងធ្លាក់ខ្លាំងខ្ញុំសូមឪពុកចេញទៅចាប់កង្កែបនៅស្រុកយើងភ្លៀងធ្លាក់គឺជាពើដែលកង្កែបចេញច្រើនខ្ញុំកាន់ស្នាដែលធ្វើដោយខ្លួនឯងនិងពិលមួយនៅលើក្បាលដើរតាមសំឡេងកង្កែបមិត្តភក្តិម្នាក់អាងោបានមកជាមួយខ្ញុំប៉ុន្តែវាស្ងៀមមិននិយាយអីទេគ្រាន់តែចង្អុលទៅស្រមោលនៅឆ្ងាយយើងឃើញកង្កែបធំមួយភ្នែកភ្លឺចាំងគួរឲ្យខ្លាចរាល់ពេលខ្ញុំស្ទុះទៅចាប់វាបែកជា2ឬ3ហើយលោតទៅឆ្ងាយយើងដេញតាមឆ្លងកាត់ផកនៃមាសស្មៅ
រហូតដល់ទូលស្រឡះនៅទីលូខ្ញុំចាប់កង្កែបបានមួយដាក់ចូលកន្ត្រងប៉ុន្តែពេលត្រឡប់មកផ្ទះកន្ត្រងរបស់ខ្ញុំពោពេញទៅដោយដុំផកអាងៅដាច់ខ្លួនពេលខ្ញុំសួរម្ដាយវាគាត់ថាវាមិនបានចេញពីផ្ទះទេខ្ញុំភ័យស្រឡងគិតថាអ្នកដែលខ្ញុំនាំទៅជាមួយមិនមែនអាងៅទេឪពុកខ្ញុំសន្និដ្ឋានថាប្រហែលជាខ្មោចមីងមុខព្រោះកន្លែងដែលខ្ញុំចាប់កង្កែបនោះគឺជាកន្លែងដុតសពគាត់រឿងចម្លែកនៅតែបន្តលោកតាលឿនអ្នកនេសាទចាស់បានរៀបរាប់ថាយប់មួយគាត់អុំទូកនៅស្ទឹងស្រាប់តែឃើញស្ត្រីម្នាក់ឈរនៅច្រាំងនាងគូកដៃឲ្យគាត់ចូលចិត្តគាត់អុំទូកទៅឲ្យនាងឡើងទូកប៉ុន្តែពេលញៀកមើលនាងបាត់ខ្លួនទូកគាត់ម្នាក់ឯងកណ្ដាលស្ទឹងគាត់ភ័យអុំទូកត្រឡប់មកផ្ទះភ្លាមយប់មួយទៀតខ្ញុំភ្ញាក់ពីដំណេកដោយសំឡេងកណ្ដឹងកង់វាលឺច្បាស់ណាស់ដូចមាននរណាជិះកង់យឺតនៅមុខផ្ទះខ្ញុំលួចមើលតាមប្រឡោះទ្វារហើយឃើញស្ត្រីចាស់ម្នាក់ស្លៀកសម្លៀកបំពាក់រហែកគ្មានក្បាលជិះកង់សន្សឹមស្មានឈាមចាមខ្មៅនៅកនាងរាងកាយយល់ទៅយល់មកខ្ញុំស្រែកឪពុកម្ដាយខ្ញុំភ្ញាក់ប៉ុន្តែពេលពួកគាត់មកមើលនាងបាត់សម្លេងកណ្ដឹងនៅតែលឺស្ទៀងពីចម្ងាយព្រឹកមួយអ្នកភូមិបានលឺសម្លេងស្រែកនៅស្ពានឈើខ្ញុំរត់ទៅមើលឃើញលោកតាលួងអ្នកដុតសពដេកសម្លាប់នៅក្រោមស្ពានកង់របស់គាត់ជាប់នឹងឫសឈើពេលគាត់ដឹងខ្លួនគាត់រៀបរាប់ថាយប់មុនគាត់ស្រវឹងបន្តិចហើយជិះកង់ត្រឡប់ពីវត្តនៅក្បែរដើមស្ដៅគាត់ធំក្លិនស្អោយហើយឃើញស្ត្រីគ្មានក្បាលអង្គុយនៅមែកអំពិលពេលជិះដល់ស្ពានគាត់ឃើញស្ពានពីរតាំងដែលស្ពានមានតែមួយគាត់ជ្រើសរើសមួយប៉ុន្តែធ្លាក់ចុះហើយសន្លប់អ្នកភូមិសន្និដ្ឋានថាវាជាខ្មោចមីងមុខនៅល្ងាចនោះលោកតាលួងនាំអ្នកភូមិទៅកន្លែងដុតសពគាត់សារភាពថាកាលដុតសពមីងមុខគាត់ស្រវឹងហើយភ្លេចកប់ក្បាលគាត់យើងជីដីឲ្យឃើញក្បាលភ្នែកលឿងស្រអឹបសាច់រលួយដង្កើនវានៅលើមុខអ្នកភូមិរៀបចំពិធីបុណ្យឡើងវិញដុតក្បាលនោះឲ្យម៉ត់ចត់ក្រោយពិធីភូមិត្រឡប់មកស្ងប់ស្ងាត់ឆ្នាំក្រោយខ្ញុំផ្លាក់ទៅស៊ីសុផុនខេត្តបន្ទាយមានជ័យរឿងរ៉ាវទាំងនេះក្លាយជាអនុស្សាវរីយ៍សម្រាប់ខ្ញុំភូមិចាស់របស់ខ្ញុំពេញទៅដោយរឿងចម្លែកដែលបារីប្រប3ថ្ងៃក៏មិនអស់ប៉ុន្តែរឿងមីងមុខនិងខ្មោចគ្មានក្បាលនៅតែជាប់ចិត្តខ្ញុំជានិច្ចបើអ្នកធ្លាប់ឮរឿងស្រដៀងខឿសូមចែករំលែកសម្រាប់ពេលនេះរឿងនេះបញ្ចប់ហើយនៅពេលនេះរឿងរបស់យើងគឺចប់ទៅត្រឹមនឹងហើយសូមអរគុណបងប្អូនប្រិយមិត្តដែលបានស្ដាប់កំសាន្តតាំងពីដើមដល់ចប់ហើយសូមបងប្អូននិងប្រិយមិត្តជួយ Subscribe Channel ឆុងម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗជាបន្តទៀតនៅពេលនេះ Admin សូមអរគុណនិងសូមជម្រាបលាបាយបាយ